ជំរាបសួរបងប្អូនពុំមីងទាំងអស់គ្នាថ្ងៃនេះគឺវឡុកថ្មីអានេះតាមពិតថតតាំងពី2ថ្ងៃមុនវឡុកពេញមួយថ្ងៃរបស់គាត់តែម្ដងពេលព្រឹកនេះគឺថារៀបចំខ្លួនងូតទឹកហួយហួរហ្នឹងនាំគ្នាទៅផ្សារពីអ្នកម្ដាយកូនទៅផ្សារនៅចិត្តផ្ទះនឹងឯងហើយក៏ថតទេសភាពមានដើមស្វាយដើមតលឹងតឹងដើមចពូចាដែលនៅចិត្តផ្ទះនៅក្នុងភូមិនឹងឯងចាតែបើគេដាំបានល្អណាបើខ្ញុំអត់មានទេមានដាំស្វាយថៃទេហើយនេះផ្កាឃើញស្អាតផ្កាតបែកភ័យនិយាយថាអត់ឃើញម៉ាប់ចឹងណាប៉ុន្តែលះហាស់លហួនហ្មងថារឿងដើរលេងវិញមុនម្ដាយរហូតចារត់អត់ចង់តន់ហើយនេះរៀងថ្ងៃដែរតែអញ្ចឹងតើទទួលឆាត់ហើយអត់ទទួលបានឯក្តៅថ្ងៃនេះកន្លែងគាត់លេងនេះឃើញទេខ្ញុំដើរពាក់កណ្ដាលផ្លូវតែគាត់ទៅដល់ហើយបកមកក្រោយវិញទៀតហើយតែណាមួយគាត់ជិះស្គីហ្នឹងប៉ុន្តែម៉ាប់មែនប៉ុន្តែលឿនណាស់ធ្វើអីក៏លឿនដែរនេះជិះដើរហៅទិញអីចាទិញសាប៊ូមួយដុំមកធុងសិនហើយក៏ទិញបន្លែនេះផ្សិតនេះគាត់ចូលចិត្តតែឲ្យគាត់រើសយ៉ាធំយ៉ាតូចគាត់ចូលចិត្តញ៉ាំហ្មងកូននឹងចូលចិត្តញ៉ាំផ្សិតយ៉ាតូចមួយក៏ទិញប៉េងប៉ោះបានមួយដុំដែរអានេះយកទៅធ្វើជ្រក់ប៉េងប៉ោះខ្មែរយកពងមាន់មួយដែរឲ្យលើកឲ្យរៀនជួយធំហើយត្រូវរៀនជួយហើយក៏មករើសសាច់ទៅនេះល្អណាបងហើយមាន discount ច្រើនទៀត 50% អីពេលខ្លះហើយថ្ងៃនេះស្លជីឆាយជាមួយឆ្អឹងជំនីឈូកនេះនៅសល់បានមួយដុំថៃខ្ញុំថាទិញ 4-5 ដុំយកទុកគ្រាន់ទុកនៅផ្ទះស្លតែសល់បានមួយគេប៉ុណ្ណឹងអត់ដែរស្លអត់ហ៊ានទិញអត់ដឹងស្លមកខ្លាចញ៉ាំអត់កើតហើយហៅដាក់ស្ដែកហៅឡងតាវប៉ុន្តែដូចអត់មានជំនាន់នៅពីក្មេងម៉ាក់យាយខ្ញុំអីគាត់ដាក់ហោហ្នឹងអត់មាននេះបានសាំងវិចម្ដុំសុំញ៉ាំសិនគេថាអស់កម្លាំងពេកទៅមុខលេងរួចហើយតែទៅណាក៏ញ៉ាំដែរអត់នេះហ្មងអត់បានហ្មងនិយាយទៅគឺថាថតតែបញ្ចូលថ្មសិនបានរត់រួចទៀតចូលសលេងនេះម្ដងហើយហ្មងខ្ជិលកាត់ពីម្ដងវាលក្ខណៈថាប្លុកធម្មតាបងអូនណាចាទិញរួចរាល់ក៏ដើរមកផ្ទះវិញចាអស់ប្រទេសនេះស្រួលដែរណានេះយើងទិញហើយយើងអស់ប្រទេសចូលមកដល់ផ្ទះអានេះស្លជីឆាយថ្ងៃឡើងក៏នាំទៅមើលកុនរឿងខ្មោចនេះរឿងភ្លើងឆេះនេះអូយនិយាយថាតួសម្ដែងខ្ញុំសុំសរសើរហ្មងសម្ដែងសមមែនតើជាពិសេសម្នាក់អីគេខ្មោចចូលព្រាយចូលហើយល្ងាចឡើងក៏ជូនគាត់ដើរលេងទៅញ៉ាំស៊ូស៊ីតែអត់បានថតស៊ូស៊ីក៏ឆ្ងាញ់ដែរនៅកោះពេជ្រស៊ូស៊ីឆ្ងាញ់នាំដើរលេងតិចទៅថ្ងៃនោះដូចជាថ្ងៃសៅរ៍ថ្ងៃអាទិត្យចាថ្ងៃសៅរ៍ថ្ងៃអាទិត្យឈប់អញ្ចឹងឡើងក៏នាំដើរលេងទៅនេះមកហាងនេះហើយក៏បញ្ចប់វីដេអូត្រឹមប៉ុណ្ណឹងទៅអរគុណច្រើនបងចា vlog នេះគឺខ្លីៗតិចហើយអត់សូវ